ngày nắng thì cho lực your phrasal verb ចំនួន3ដែលផ្ដើមដោយកិរិយាសព្ទ ask ហើយចាំចំពោះ phrasal verb ទី1របស់យើងគឺ ask out នឹងគឺ invite someone to a special event មានន័យថាការអញ្ជើញនរណាម្នាក់ឲ្យចូលរួមទៅកម្មវិធីណាមួយហ្នឹងហើយអញ្ចឹង ask out ហ្នឹងគឺយើងដូចទៅអញ្ជើញគេអញ្ចឹងប៉ុន្តែលក្ខណៈទៅកម្មវិធីណាមួយអញ្ចឹងទៅឧទាហរណ៍ my brother asked her out for the party ចឹងមានន័យថាបងប្រុសរបស់ខ្ញុំហ្នឹងគឺបានបបួលឬក៏អញ្ជើញនាងឲ្យចូលរួមទៅក្នុងពិធីជប់លៀងនឹងឯងហ្នឹងហើយចុះទី2វិញ ask around ចឹង ask around ហ្នឹងមានន័យថា ask many people the same questions ចឹងនៅពេលដែលយើងទៅ ask around ហ្នឹងគឺមានន័យថាការដែលយើងសួរមនុស្សច្រើននាក់ប៉ុន្តែសួរសំណួរតែមួយឬក៏សំណួរដូចគ្នាដែលយើងបកឲ្យសួរស្ដាប់ទៅដើរសួរគេសួរឯងហ្នឹងហើយសួរដដែលអូខេឧទាហរណ៍ I asked around but nobody has seen my phone ចឹងមានន័យថាចេះខ្ញុំមកដើរសួរគេសួរឯងឬក៏ខ្ញុំដើរសួរគេដដែលប៉ុន្តែអត់មាននរណាឃើញទូរស័ព្ទរបស់ខ្ញុំទេអូខេនៅពេលដែលយើងសួរបែបហ្នឹងគឺយើងហៅថា ask around ចុះចុងក្រោយគេ ask over ចឹង ask over ហ្នឹងគឺ invite someone to one's house ចឹងមានន័យថាអញ្ជើញដូចគ្នាដែរប៉ុន្តែអញ្ជើញលើកនេះគឺការដែលអញ្ជើញនរណាម្នាក់ទៅលេងផ្ទះនរណាម្នាក់មួយទៀតអូខេហ្នឹងហើយចឹងឧទាហរណ៍ Ben asked over Jack for dinner on Sunday ចឹងមានន័យថា ask កន្លែងហ្នឹងមិនសួររំលងទេណាអូខេគឺមានន័យថា Ben ហ្នឹងគឺគាត់បានអញ្ជើញ Jack ហ្នឹងហើយទៅញ៉ាំអាហារពេលល្ងាចនៅឯផ្ទះរបស់គាត់អាហ្នឹងគឺមានអត្ថន័យអញ្ចឹងហ្នឹងហើយចឹងសរុបមកវិញ ask out អញ្ជើញនរណាម្នាក់ទៅចូលរួមកម្មវិធីអីមួយ ask around មានថាសួរដដែលហ្នឹងask over គឺការអញ្ជើញនរណាម្នាក់ទៅលេងផ្ទះនរណាម្នាក់ទៀតអូខេចឹងសរុបមកវិញ phrasal verb របស់ teacher ដែលចាប់ផ្ដើមដោយ ask នោះគឺមានតែ3ប៉ុណ្ណឹងសិនទេសម្រាប់វីដេអូហ្នឹងតាមយើងរៀន phrasal verb ថ្មីៗបន្តទៀតនៅវីដេអូក្រោយសួស្តីអ្នកទាំងអស់គ្នាសាលា Startup Language គឺជាសាលាមួយដែលមានទទួលបង្វឹកសិស្សតាមអនឡាញគ្រប់កម្រិតដែលសាលាពួកយើងមានទទួលបង្វឹកសិស្សគ្រប់ស្ពាននីមួយៗដូចជា Speaking, Reading, Grammar និង Writing តោះនៅចាំពេលទៀតមកចុះឈ្មោះចូលរៀនទាំងអស់គ្នាបាយបាយ